ច្បាប់អ្នកប្រាជ្ញបុរាណលោកថាមនុស្សដែលចង្រៃក្នុងសង្គមមាន5ទី1អ្នកបួសអេតក្រេតអ្នកបួសអត់មានធម៌មានវិន័យប្រព្រឹត្តផ្ដេសផ្ដាសអាណាធិបតេយ្យប្រឆាធម៌វិន័យលោកថាអ្នកបួសចង្រៃក្នុងសាសនាបំភ្លេចបំផ្លាញសាសនាទី2ចាស់អត់ប្រព្រឹត្តចាស់អត់ប្រព្រឹត្តនេះច្រើនតែប្រុសអាយុ60ជាង60 70ហើយអត់ប្រព្រឹត្តទៅតាមវ័យរបស់ខ្លួនទេណាមិនទៅធ្វើទានរសាសិលសាអីប្រព្រឹត្តព្រហ្មចរិយធម៌ទៅតាមពីដែលចាស់ទេទៅច្រៀងទៅរំលេងទៅសើបគប់នឹងក្មេងស្ទាវទំនើងទៅអានេះគេចាស់អត់ប្រព្រឹត្តជាមនុស្សចាស់ចង្រៃក្នុងសង្គមខ្សត់ច្រើនប្រមាថអ្នកដែលក្រខ្សត់ទ្រព្យដោយសារប្រហែសទ្វេពេលវេលាមួយថ្ងៃគេធ្វើការ7 8ម៉ោងខ្លួនឯងអត់ទេចំណាយពេលវេលាឲ្យទំនេរទៅទេអង្គុយលេងនឹងនិយាយលេងអត់ធ្វើការធ្វើងារអីครับប្រមាថបានជីវក្រទ្រព្យក្រសម្បត្តិនេះគេហៅថាមនុស្សចង្រៃក្នុងសង្គមដែរបងភរិយាភ័យផាយចាយវាយអេតខ្នាតប្រពន្ធចង្រៃចាយវាយអត់សម្ដាប់អត់ធ្នប់ស្អីក៏ចេះតែទិញចេះតែចាយมันមានគង់ទេនេះគេហៅថាភរិយាភ័យផាយចាយវាយអត់ខ្នាតពពាលសុតសាតបដៅក្របានមនុស្សពាលពីជាតិពីកំណើតដូចជាវល់លវិញដូចជាវល់បណ្ដុលពេជ្រដូចជាស្ដាវអានឹងពាលពីកំណើតនេះលវិញជាតិវាលវិញពូជវិញចឹងទៅបីយើងបុកស្ករយកទៅដាក់លាយក៏ផ្អែមក៏មិនបាត់លវិញនឹងបុរាណលោកខ្លាចអាមនុស្សចង្រៃ5យ៉ាងនេះទី1គឺអ្នកបួសអេតក្រេតចាស់អេតប្រព្រឹត្តខ្សត់ច្រើនប្រមាថភរិយាភ័យផាយចាយវាយអេតខ្នាតពពាលសុតសាតបដៅក្របានព្រោះនេះចាំអាមនុស្សចង្រៃក្នុងសង្គមហ្នឹងបងនឹងសំធ្វើយ៉ាងណាថែរក្សាគាត់គង់ទ្រព្យសម្បត្តិដែលស្វាមីបានឲ្យហើយថែរក្សាឲ្យគង់មកហើយមួយយ៉ាងទៀតធម្មតាមនុស្សយើងតែងតែមានប្រាក់ជាប់ខ្លួនធ្វើដំណើរទៅណាមកណាមិនដែលខ្លួនទៅទេត្រូវការស្រេកភេសជ្ជៈអីទៅគាត់ពិសាភេសជ្ជៈទៅជួអស់កម្លាំងទៅស្រស់ស្រូបអាហារបន្តិចបន្តួចតាមផ្លូវជួបមិត្តភក្តិអីនោះប្រាក់ដែលជាប់នឹងខ្លួនរាល់តែថ្ងៃនោះមិនចាំពិបាកស្វាមីសុំទេល្ងាចឡើងទៅបើកកបោបគាត់មើលទៅលបបើកកបោបមកទៅឃើញមានអសល់ប្រាក់តិចឬក៏អស់ហើយក៏បីយើងបើមិននៅតិចទេយើងយកទៅដាក់ឲ្យអានោះមិនចាំអីសុំទេយកទៅដាក់ឲ្យដល់ប្តីបើកកបោបនឹងឃើញទៅគាត់មិនស្មានប្រពន្ធឲ្យស្មានតែទេវតាយកមកឲ្យទៅអរគុណនេះជាការដែលប្រពៃបំផុតបើស្វាមីពេញចិត្តគប់ចិត្តទាំងភរិយាពីដឹងសោកទុករបស់ខ្លួនឯងមិនចាំពិបាកទៅសុំទេគេយកមកដាក់ឲ្យចឹងព្រោះនេះជាកិច្ចដែលល្អ